hãy ở vậy ban chỉ khai dương ngôi chùm nuôn nơi tại kịch tha khai dương khlang tiếng Thái nhóm xong chùm riêng trẻ mình caสมัยต่อสู้ประชังหนึ่งยวนเฉลียนเป็นสมไปแต่กรมเนี่ยต่อสู้รวมแต่งขมายกับหอมจรดในเลือดใดไทยก็แต่งแต่กึศท่าไทยกำสาไทยอัดเฮียนจะมวยยวนเดขมายกับหอมก็กึศจังขมายเสริญซานก็กึศจังขมายไซอนุก็กึศจังกึศท่าไทยอัดเฮียนจะมวยยวนเดกึศท่าไทยคลาดยวนหายขมายกับหอมก็ได้ปาราดตีก็ได้แต่งกึศท่าไทยจะโปะกำสาจะโปะกำสานี่คือเชีย general perception แกให้แต่การยลคืนจังถ้าไทยไปอ่อนดอลมาสมัยให้ยมรันนะตอบให้ยมรันมันตอนได้ปักไทยเด้ดอลมาสมัยฮุนไซน์ตอบฮุนไซน์บานปักไทยโดยซาตอบฮุนไซน์ไวชเนะตอบเซินซานไวชเนะตอบขมายกับหอมไวชเนะตอบไซอนุกรอยกะกระดามาปอนบุญหน่อยกายเปิลตอบฮุนไซน์ยลท่าปูเก๋คลังเชียงตอบไทยมันเห็นจะมวยเก๋เด็นะปันตอบมาเตี้ยนโยบายมวยเตี้ยปันต่อในเปลได้เกิดเพื่อสมาหารณกรรมลูกฮุนไซน์มันยกขมายกับหอมโจลสระเด็กเอาในสมรสในไปเล่นในเมลัยในอมแรงตามจัวพนมขมาวเอาในจอมซานลงแวงไอ้ช่างเอาในตามนั่งហើយនៅឆ្នាំ2008ប៉ះទាំងកិច្ចគ្នាគឺប្រើពួកខ្មែរក្រហមឲ្យច្បាំងមានស្រីដឹកមានអីណាឲ្យច្បាំងហើយបញ្ជូនឧត្តមសេនីយ៍ដើរទីក្រុងដូចជាតារាអីទៅគាត់ទៅជួយមើលបញ្ជូនគង់គីមអីឲ្យទៅជួយមើលប៉ុន្តែសាច់ច្បាំងគឺឲ្យខ្មែរក្រហមច្បាំងគំនិតរបស់លោកហ៊ុនសែនគឺឲ្យខ្មែរក្រហមច្បាំងបើវាងាប់ទៅព្រោះវាខ្មែរក្រហមហើយពួកអននឹងអត់យកចូលភ្នំពេញទេពីព្រោះខ្លាចថ្ងៃក្រោយទៅវាខ្លាចទៅជារនុកធ្វើរដ្ឋប្រហារអញ្ចឹងពួកខ្មែរក្រហមដែលច្បាំងហ្នឹងកាលណាច្បាំងឈ្នះថៃខ្មែរហ៊ុនសែននេះណាថាអញឯអ្នកឈ្នះអញ្ចឹងវាកញ្ចោញរហូតលោកហ៊ុនសែនក្នុងខួរក្បាលគាត់គិតថាថៃអន់ណាគាត់គិតថាថៃអន់បាទរហូតដល់ថ្ងៃទី24ខែកក្កដាឆ្នាំ25ដល់ថ្ងៃ28ខែកក្កដាឆ្នាំ25ទើបលោកហ៊ុនសែនរៀងសងល់លោកហ៊ុនសែនសប្តាហ៍នៅតែគិតថាគាត់ខ្លាំងជាងថៃប៉ុន្តែគាត់រៀងសងល់ថាបើសិនជាគាត់ហ៊ានបន្តសង្គ្រាមច្រើនថ្ងៃច្បាស់ជាគាត់អស់មានតែហ៊ានច្បាំងតែហ៊ានខ្មែរ6ដណ្ដប់7ដណ្ដប់ម៉ឺននាក់បើរាប់ចំនួនវាមានច្រើនប៉ុន្តែបើរាប់តែហ៊ានច្បាំងវាមានតិចលោកហ៊ុនសែនគាត់មិនខ្លាចថៃវាយចូលពេញអីទេអត់ទេគាត់ក៏មិនខ្លាចថៃវាយចូលខេត្តខ្មែរដែរគាត់ក៏មិនខ្លាចថៃយកស្រុកណាមួយរបស់ខ្មែរដែរគាត់មិនខ្លាចទេពីព្រោះគាត់មានសន្ធិសញ្ញាពិសេសជាមួយយួនថ្ងៃទី18ខែកុម្ភៈ1979ដូច្នេះហើយគឺអត់មានភ័យទេចុះមិនបានគាត់សងល់បើគាត់បញ្ជូនតាហ៊ានដែលចេះច្បាំងតែច្បាំងអស់គាត់ត្រូវបញ្ជូនអាតាហ៊ានសង្ហានៅភ្នំពេញនៅតាមខេត្តទៅច្បាំងបើបញ្ជូនវាអាពួកអស់នោះវាខ្លាចស្លាប់ដល់វាខ្លាចស្លាប់បើហ៊ុនសែនឲ្យវាដើរហឺហានៅតាមក្រុងខេត្តជិះជាន់គេវាស្រឡាញ់សម្ដេចហ៊ុនសែនតែបើសិនជាឲ្យវាទៅច្បាំងតៃស្មឹងវាកលេចមើលហ៊ុនសែនអាក្រក់អញ្ចឹងថ្ងៃក្រោយហ៊ុនសែនកាន់អំណាចអត់ជាប់ទេពួកអាដែងហ្នឹងច្បាស់ជាផ្ដួលហ៊ុនសែនឲ្យតែមានអ្នកណាចាក់រុកផ្ដួលហើយអញ្ចឹងលោកហ៊ុនសែនក៏គិតអញ្ចេះទេបើខ្លាចសៀមវាយយកខេត្តខ្មែរគឺអត់ខ្លាចតសោះពីព្រោះមានសន្ធិសញ្ញាពិសេសជាមួយយួនដែលគាត់ព្រួយជាងគេគឺរដ្ឋប្រហារហើយគាត់ក៏ដឹងច្បាស់ថាតែហ៊ានតាបាញ់រួមទាំងកូនតាបាញ់
ឈ្មោះថាបាញ់តែអត់ចេះបាញ់អញ្ចឹងឲ្យតែបញ្ជូនពួកអត់ចេះបាញ់ទៅបាញ់ខ្លាចលោកវាខឹងកាលណាវាខឹងវាអត់មានអ្នកគ្រប់គ្រងគាត់ណាថុលផាន់នេះគឺជាបារម្ភរបស់លោកហ៊ុនសែនមិនមែនបារម្ភគេយកខេត្តខ្មែរឬយកស្រុកខ្មែរទេអត់បានទេឲ្យតែថៃហ៊ានយកយួនចេញតបភ្លាមហើយយួនបានប្រាប់ថៃហើយយកសមុទ្រ 30,000 គីឡូម៉ែត្រយួនឲ្យតែបើយកដីខេត្តយួនមិនឲ្យទេអូខេថុលផាន់នេះគឺជាអ្វីដែលធ្វើឲ្យខ្មែរយើងនៅតែគិតថាខ្លាំងក្រោយសង្គ្រាម5ថ្ងៃខ្មែរយើងក៏ដឹងខ្លះដែរថាសៀមវាវាយយើងឡើងសងល់ដឹងខ្លះហើយសប្តាហ៍នេះនៅសល់ប្រមាណក្បាលតែចេះតែខ្តតអត់ធ្មត់អីមកពីវាអត់ជឿថាមេវាសងល់ទេអាអ្នកដែលនិយាយថាអត់ធ្មត់អីហ្នឹងតែចេះតែល្អូថាអត់ធ្មត់អីហ្នឹងមកពីវាអត់ដឹងថាមេហ្នឹងសងល់ដូចម្ដាយឪពុកចិញ្ចឹមកូនម្ដាយរកស៊ីអត់បានពិបាកអត់មានលុយបង់ថ្លៃផ្ទះអត់មានលុយបង់ថ្លៃម្ហូបគាត់ដេកមិនលក់អាកូននេះយកឡើងបលែងគ្នាហើយអត់ដឹងថាម្ដាយពិបាកចិត្តទេអ្នកនៅក្រោមប្រកបហ៊ុនសែនកូនហ៊ុនសែនចៅហ៊ុនសែនមេធាងហ៊ុនសែនទាំងអស់សប្បាយទាំងអស់មន្ត្រីទាំងអស់សប្បាយទាំងអស់ដូចនិយាយហើយចុងសប្តាហ៍នេះគេត្រូវជប់លៀងគេត្រូវទៅវិធីមង្គលការរបស់អង្គញាអីហើយក្នុងនាមជាអ្នកដឹកនាំគឺតែងតែចាយបនអ៊ំទូកក៏ចាយបនស្អីក៏ចាយបន្តមកទៀតបនឯករាជ្យក៏ចាយណាហើយបននេះបននោះការដែលចាយអស់នេះគឺដើម្បីលេបរូបភាពមួយថាកម្ពុជាប្រក្តីហើយចុះសំណួរសួរថាតើកម្ពុជាប្រក្តីទេប្រក្តីតាមរបៀបតាក់តែងណាហើយក៏ចង់ឲ្យប្រជាជននឹងអបអរសាទរអរគុណចំពោះរដ្ឋាភិបាលដែលរកសន្តិភាពឲ្យកាលពីថ្ងៃទី26ខែតុលាកន្លងទៅដល់ឥឡូវហ្នឹងចាញ់បញ្ហាទៀតហើយរបស់អស់នេះសិតតែខ្ញុំនិយាយរួចស្រេចខ្ញុំមិនទៀមទាតែខ្ញុំដឹងទេប៉ុន្តែខ្ញុំនិយាយខ្លាចអីតាខ្ញុំថាវាផុយវាស្រួយវាអីខ្ញុំនិយាយហើយអញ្ចឹងក៏វាចាញ់រឿងអញ្ចឹងមកណាអានឹងអញ្ចឹងណាថុលផាន់តារាចង់ឲ្យខ្មែរអូខេថានេតដំណាក់កាលនេះតើសម្ដេចពុកតបតនឹងថៃវិញដែរឬទេបើតលច្រកត្រូវតែតពីព្រោះសម្ដេចហ៊ុនសែនជាអ្នកយុទ្ធសាស្ត្រក្នុងលក្ខណៈគាត់ជាអ្នកយុទ្ធសាស្ត្រគាត់តែងមានស្នៀតបន្តទៀតដើម្បីដោះស្រាយមិនអត់ទេណាមិនអត់ទេគាត់តែងតែមានស្នៀតដោះស្រាយអូខេគាត់តែងតែមានស្នៀតដោះស្រាយសូនច័ន្ទចុះបើគេយកដៃយើងលោកតាយើងទៅនៅឯណាយេគេមានយកដៃយើងឯណាគេអត់យកដៃយើងបានទេកូនកុំព្រួយបារម្ភរឿងហ្នឹងAG ខ្ញុំនៅបន្ទាយមានជ័យក្រុងស្រីសុភ័ណ្ឌលោកពូអរគុណប្រយ័ត្នប្រយែងកូនហ្វាតូលោកតាគិតយ៉ាងណាលើពហិការតំណែងថៃខំប្រឹងទៅកូនខំប្រឹងពហិការទៅកុំស៊ីរបស់វាណាកុំស៊ីរបស់វាស៊ីរបស់យួនវិញទៅណាស៊ីរបស់ថៃរស់បាន18ខែស៊ីរបស់យួន2ដល់10ខែស៊ីរបស់ខ្មែរ8ខែស៊ីអត់ពិបាកទេរឿងពហិការពហិនេះមានន័យថាអ៊ីវណាអូខេអានឹងចឹងAustin which name of fighter jet that Cambodia will get from China J35 J35 William Edward លោកតាសាកស្មានមើលតើប៉ុន្មានថ្ងៃទៀតអាចមានការច្បាំងគ្នាអត់ទាយត្រូវទេកូនតាអត់ចេះទាយណាកូនណាអូខេបណ្ដាវាជាការពិតទេរឿងមាសទុកនៅចិនពិត Sit-off President Donald Trump is currently wanting Democrat to obey him Democrat try to fight him every turn យុសិលាលោកតានិយាយអញ្ចឹងចូលទៀតហើយអូខេ
education defeating sal compliance ងួតពេលរាត្រីបាទថានេះអាជីវករលក់ដូរមិនដាច់ទេលោកតាបើតិចជ្រួលច្បល់ថៃតិច scammer កំពុងសោមដាក់លក់ផ្ទះគ្រប់កន្លែងអរគុណចំពោះព័ត៌មានកូនកែពិរមហ្វាតូយើងមានតែប្តឹងនឹងការអត់ធ្មត់យើងពិបាកណាស់ពិបាកក៏ដោយឲ្យតែទប់ទល់ជាប់វិបុលតើពួកយោធានៅខឹងសម្ដេចពុកមែនទេបាទអត់ព្រមឈប់ខឹងទេចាប់ឌីណាលោកតាតើបរទេសអាចជួយអ្វីបានទេក្រៅពីចាំមើលជួយបានតិចទេកូនណាអូខេអានឹងអញ្ចឹងចៅសំអឿនលោកពូពាក្យថាប្រជាពលរដ្ឋកម្ពុជាមានពីសម័យមុនមកប្រទេសអត់មានទេពាក្យនេះគឺបានត្រូវប្រើប្រាស់ជាញឹកញយបំផុតដោយសម្ដេចតេជោហ៊ុនសែនអូខេហ្វាតូប៊ូខ្ញុំថាបែបថៃអញ្ចឹងល្អទោះមានមួយណាធ្វើខុសក៏មិនមានបញ្ហាអ្នកផ្សេងចាញ់បដិសេធគេធ្វើតែអញ្ចឹងថៃនឹងវាធ្វើអញ្ចឹងឡុងយីកៃIf Thai keep this tension up to 5 years, can Cambodia government able to hold on to power? Yes. ហ្វាតូហេតុដូចម្ដេចមេអាមាត្យខ្លាំងម្ល៉េះពីព្រោះគេជាអ្នកបដិវត្តតាំងពីឆ្នាំ1932មកគេរៀបប្រព័ន្ធអញ្ចឹងប្រព័ន្ធហ្នឹងវាចាប់ផ្ដើមពីភិបុនសុងក្រាមឆ្នាំ32មកណាសាមសុខាôngធ្វើយ៉ាងណាបើសភាវុធយើងចាញ់អន្តរជាតិក៏យើងប្រដឹងហើយតើត្រូវបកគលដៃឬយ៉ាងខ្ញុំមិនគិតអញ្ចឹងទេកូនហើយរឿងសភាវុធយើងចាញ់អីមែនទេកូនមែនទេមកពីនយោបាយទេកូនណាមានដំណោះស្រាយតែចាំនិយាយភាគក្រោយបាទចាំនិយាយភាគក្រោយមួយសំណួរទៀតកូនប្រសាតើលោកពូអាចអធិប្បាយប្រៀបធៀបនយោបាយជើង4របស់ថៃជាអត្តន័យសេដ្ឋកិច្ចទីផ្សារបានដែរឬទេនៅក្នុងសេដ្ឋកិច្ចទីផ្សារថៃអត់ប្រើសេដ្ឋកិច្ចជើង4ហ្នឹងរបៀបនេះទេតែខ្ញុំអាចលើកបានដូចតទៅជើងមួយរដ្ឋាភិបាលទទួលបន្ទុកការចរចាពាណិជ្ជកម្មជាមួយនឹងអឺរ៉ុបអាមេរិកជប៉ុនអីជាដើមជើងមួយទៀតយោធាទទួលខុសត្រូវសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសជាប់ព្រំដែនការលក់ដូររួមទាំងថ្នាំញៀននិងចរាចរណ៍ scammer ផងស្រេចលើទាហានអូខេជើងមួយទៀតគឺដូចគ្នាណាស្ដាច់ជាថ្នាំស្អំឧទាហរណ៍ដូចជាបរិយាទស្សនកិច្ចរបស់បច្ច័យទី10ទៅកាន់ប្រទេសចិនវាជាប់តាក់ទងនឹងផែនការចិនថៃគេរៀបចំឲ្យស្ដាច់យ៉ាងទៅជើងមួយទៀតគឺអាមាត្យជាអ្នកត្រួតពីលើធនាគារជាតិថៃជាអ្នកត្រួតពីលើផែនការនគររូបនីយកម្មត្រួតពីលើទេសចរត្រួតពីលើទាំងអស់តែអាមាត្យអត់ចាត់ចែងទេអាមាត្យបើសិនណាជាលុយចូលអង្គការអាមាត្យវាធ្លាក់ចុះអាមាត្យតវ៉ាត្រូវដឹងណាកិច្ចការរកស៊ីនៅក្នុងសេដ្ឋកិច្ចមួយចំនួនរួមទាំងដូចជាក្រុមហ៊ុន CP Group ជាក្រុមហ៊ុនអីដទៃសយាម Cement Bank of Thailand Farmer Bank តាហាន Bank អីទាំងអស់ហ្នឹងវាជាទ្រព្យសម្បត្តិមួយចំនួនរបស់បច្ច័យក្រៅពីហ្នឹងគឺជាទ្រព្យសម្បត្តិរបស់អាមាត្យទោះបីវាមានឈ្មោះជាក្រុមហ៊ុនមែនប៉ុន្តែវាជាទ្រព្យសម្បត្តិរបស់អាមាត្យ CP Group ដើម្បីរកស៊ីបានត្រូវចែកហ៊ុនទៅអាមាត្យបរិស័ទទាំងឡាយនៅក្នុងប្រទេសថៃបើនៅក្នុងភូមិភាគណាត្រូវអញ្ជើញខុនយីងត្រូវអញ្ជើញភរិយារបស់ហ៊ួនណាឲ្យមកនៅក្នុងក្រុមប្រឹក្សាភិបាលអត់បាច់ធ្វើការអីទេចាំតែយកលុយហើយអានោះហើយដែលប្រទេសកម្ពុជាសម័យលោកហ៊ុនសែនធ្វើតាមមិនឃើញទេជំទាវចូលឈ្មោះឲ្យគេបើក airline អីណាហើយតំបន់សេដ្ឋកិច្ចដែលអង្គការធ្វើឲ្យដាក់ scammer ក្នុងហ្នឹងគឺខ្នងនៅក្នុង
មន្ត្រីរាជការ Nagavel ណាមកចំណាយលោកហ៊ុនសែនទទួលលំហមកចំណាយទៀតមហាផ្ទៃពីដើមសខេងទទួលមកលំហអញ្ចឹង Nagavel បងឲ្យសខេងបងឲ្យទៅខាងហ៊ុនសែនណាសល់ប្រហែលបានបងចូលឃ្លាំងរដ្ឋហើយចុះកាស៊ីណូតាមព្រំដែនខាងកើតណាអាណាកាស៊ីណូតូចរៀបចំអានឹងតាក់ទងនឹងហ៊ុនតូពីដើមហ៊ុនតូកាន់តាំងពីមេភ្លើងឡើងទៅមានន័យថាម៉េចនឹងតកូលហ៊ុនអ្នកទទួលដីសម្បទាននៅក្នុងតំបន់ CLV ហ៊ុនម៉ាណាអូខេដីតាំងក្រៅពីនឹងដីសម្បទានដែលឲ្យទៅយួនហើយដល់ពេលវេចូលវិញហ៊ុនម៉ាណាទទួលហ៊ុនម៉ាណាគឺជារាជធានីដែលមានដីច្រើនម៉ឺនហិកតាជាងអាចថាដល់សែនហិកតាជាងគេណាហើយដីមួយចំនួនទៀតតកូលហ៊ុនអត់កាន់ទេកាន់ដោយគិតម៉េងណាដល់ឥឡូវហ្នឹងដីមួយចំនួនត្រូវបានឲ្យទៅសេដ្ឋីដែលចំណិតរបស់លោកហ៊ុនសែនបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលតំបន់សេដ្ឋកិច្ចពិសេសហ្នឹងទៅជាជំរករបស់ scammer ណាហើយក្រៅពីតំបន់សេដ្ឋកិច្ច resort casino អីនៅតាមព្រំដែនខាងកើតក្រៅពីហ៊ុនតូគឺអង្គញាដតីនឹងធ្វើតាមហ្នឹងទៅហើយចំណាយព្រំដែនខាងជើងក៏វាមានមួយចំនួនទៅទាំងអស់ហ្នឹងដែលបានឈ្នួលបានពាត់បានចំណូលមកវាត្រូវឡើងទៅលោកហ៊ុនសែនអាហ្នឹងគឺអញ្ចឹងបន្ទាប់មកទៀតតាមព្រំដែនខាងលិចដែលវាមានកុកអានវាមានលីយ៉ុងផាត់វាមានព្រីភិបវាមានអង្គញាដតីសិតតែឡើងទៅលោកហ៊ុនសែនណាចំណែកឯខាងសមុទ្រនៅកំពង់សោមណានៅកំពង់សោមបណ្ដាកោះទាំងឡាយលោកហ៊ុនសែនក៏ចែកឲ្យពួកខាងទេបាញ់តែទេបាញ់ហ្នឹងក៏ឡើងឲ្យលោកហ៊ុនសែនដែរប៉ុន្តែទេបាញ់កាន់កាប់កោះកាន់កាប់ឆ្នេរកាន់កាប់អីណាកាន់កាប់ទាំងអស់កោះទាំងអស់នៅក្នុងសមុទ្រខ្មែរដែលខ្មែរកាន់កាប់ហ្នឹងគឺឡើងតកូលទេទាំងអស់ហើយអត់មានទេទោះបីមេបញ្ជាការណាក៏ដោយផ្កាយប្រមាណក៏ដោយទៅតំបន់អូចទៀលតំបន់អីទៅឆ្នេរអីសពគ្រប់ហ្នឹងអត់មានទេណាអត់មានបានទេអញ្ចឹងហើយបានមានផ្កាយ3អីគេដកដីវិញអីដោយសារអីព្រោះតំបន់ហ្នឹងគឺជាតំបន់មុខរបររបស់តកូលទេគាត់ទេហើយខាងកោះកុងក្រៅពីរបស់លីយ៉ុងផាត់គឺជារបស់ទេណាប្រេងឥន្ធនៈ PTT ក៏ជាតកូលទេហើយ subsidiary attached to PTT កាហ្វេ Amazon ក៏វាតាក់ទងតកូលទេអញ្ចឹងស្អីគេរៀបហើយចុះរបៀបដែលគេរៀបនឹងគេរៀបយ៉ាងម៉េចគេរៀបតាមថៃរបៀបដែលគេរៀបប្រព័ន្ធចំណូលនៅក្នុងប្រទេសកម្ពុជាគឺយកតាមថៃទាំងអស់តាំងពីអាភូមិមួយផលិតផលមួយតាំងពីគណៈអភិបាលស្រុកគណៈអភិបាលខេត្តសុទ្ធតែធ្វើតាមថៃទាំងអស់ណាហើយអាកាន់កិច្ចការក្រុមហ៊ុនធ្វើតាមថៃទាំងអស់លើកលែងតែក្រុមហ៊ុនណាដាក់ផ្កាយ5បាទអាក្រុមហ៊ុនដាក់ផ្កាយ5អានឹងក្រុមហ៊ុនវៀតណាមអាជីផ្កាយ5អាដែកផ្កាយ5អាឡតផ្កាយ5អាលូផ្កាយ5អាខ្សែលួសផ្កាយ5ណាឲ្យតែអាណាដាក់ 5 star អានឹងរបស់វៀតណាមអូខេ Telecom របស់មិត្តហ្វូនកងទ័ពវៀតណាមគេកាន់កាប់ប៉ុន្តែក៏គេឡើងឲ្យសម្ដេចហ៊ុនសែនដែរគឺការប្រើប្រាស់មន្ត្រីរាជការប្រើសេវាកម្មរបស់គេឲ្យប្រើ free ណាពីព្រោះស្រួលគេស្រោបយកសម្លេងអញ្ចឹងស្អីដែលរៀបចំនៅប្រទេសកម្ពុជាគឺរៀបចំដូចអាមាត្យរៀបចំអញ្ចឹងនៅថៃគេរៀបចំអញ្ចឹងណារៀបចំអញ្ចឹងអាគេដោះច្បាយទំនើបជាងហ្នឹងបន្តិចកូនទំនើបជាងណាកូនភាសា airline ទាំងអស់ឲ្យតែមានឈ្មោះថា Cambodia ឬក៏កម្ពុជាអីហ្នឹង airline ទាំងអស់សិតតែជំទាវគាត់ឈរឈ្មោះម្ចាស់ជាចិនម្ចាស់ជាម៉ាឡេម្ចាស់ជាអ្នកណាម្ចាស់ណាគេបង្កើតគេហៅថាលំហូរនៃប្រាក់ចំណូលគ្រប់យ៉ាងគេបង្កើតហើយសួរថាប្រព័ន្ធហ្នឹងយកពីណាប្រព័ន្ធហ្នឹងយកតាមអាមាត្យណាអញ្ចឹងហើយបានមានកាស៊ីណូនៅកោះកុងអីជាប់តាក់ទងជាមួយនឹងប្រាយុទ្ធច័ន្ទអូចានោះហ
ហើយមិនបានជាប់តាក់ទងប្រយុទ្ធច័ន្ទអូចាពីព្រោះរបៀបគេធ្វើមុខរបរគេធ្វើអញ្ចឹងណាដូចជាកាស៊ីណូមួយឈ្មោះ Grand Diamond នៅប៉ោយប៉ែតឯឆេះហ្នឹងអាហ្នឹងវាជាមិនមែនជារបស់ថៃសតទេគឺជាប្រព័ន្ធណាឥឡូវហ្នឹងគេដកសញ្ជាតិកូនកុកអានគេដកសញ្ជាតិកុកអានតាមពិតកុកអានគាត់មិនមែនរកស៊ីតែឯងណាលីយ៉ុងផាត់ហ្នឹងក៏រកស៊ីជាមួយថៃយូរហើយអូខេសូម្បីតែអាចារ្យអេតូចមួយហ្នឹងក៏រកស៊ីជាមួយថៃដែរណាបងប្អូនតាំងពីថេងប៊ុនម៉ាតាំងពីអីទាំងអស់សិតតែរកស៊ីជាមួយថៃហើយចុះលោកហ៊ុនសែនរកស៊ីជាមួយថៃទេរកស៊ីតែជាមួយថៃហើយចុះរៀបលំហូរចំណូលតយោចំណូលបំពង់ចំណូលដូចថៃទេដូចគ្នាណាអញ្ចឹងហើយបាននៅស្រុកថៃនេះគេមានពាក្យជាចាមអារាមគេថាដែលលោកហ៊ុនសែនខឹងនឹងលោកតាក់សិនហ្នឹងសង្ស័យតែវាបាត់លុយខ្ញុំមិនជឿរឿងហ្នឹងទេគេនិយាយថា 1500 លានណាតែខ្ញុំមិនជឿទេខ្ញុំមិនជឿថាលោកហ៊ុនសែនហ្នឹងគាត់បាត់លុយទេតែនៅស្រុកថៃនេះគេផ្សាយគេថាហ៊ុនសែនជាមួយតាក់សិនហ្នឹងឆ្លោះគ្នាដោយសារតាក់សិនហ្នឹងវាធ្វើឲ្យបាត់លុយហ៊ុនសែនខ្ញុំមិនដឹងទេអាហ្នឹងខ្ញុំមិនដឹងណាខ្ញុំមិនដឹងរឿងហ្នឹងទេអញ្ចឹងអ្វីដែលខ្ញុំរៀបរាប់ប្រាប់នេះគឺរបៀបដែលធ្វើហ្នឹងធ្វើតាមថៃទេបងប្អូនណាសំបីតកូនលោកហ៊ុនសែនហ៊ុនម៉ាណីហ្នឹងណាមិនមែនត្រឹមតែធ្វើស្អីតាមថៃទេសំបីតវាយសុចហ្នឹងក៏តាមថៃដែរនិយាយអស់ទៅថាស្អីក៏តាមថៃដែរអញ្ចឹងហើយបានហ៊ុនម៉ាណីហ្នឹងឃើញឯឡើងកប៉ាល់ហោះឲ្យទៅសួរសុកទុកប៉ែថងឋានអីសិតទៅតាមថៃសួរថាម៉េចបានជាលោកហ៊ុនម៉ាណីគាត់ធ្វើតាមថៃឲ្យគាត់ចេះអីបើគាត់រៀនចប់ហើយគាត់ទៅស្រុកវិញគាត់គិតតែពីសុចដល់គាត់សុចច្រើនពេកទៅគាត់ភ្លេចអស់ទៅណាបានជាងាកទៅសង្គ្រាមងាកទៅនេះថាស្អីក៏តាមថៃដែរណាអូពាក់ហេកាយ៉ាងម៉េចទៅពាក់ហេកាទៅពាក់គ្នាចឹងណាស្គាល់ពាក់គ្នាទេដែលឮសូវគេនិយាយគេថាឆ្កែពាក់គ្នានោះអាពាក់ហេកានៅស្រុកយើងដូចឆ្កែពាក់គ្នាចឹងណាអញស្អប់ថៃដល់ហើយប្រើស្រោមអនាម័យវាអញស្អប់ថៃដល់ហើយប្រើកមួនវាអញស្អប់ថៃអើយអញស្អប់ថៃដូចបងហ៊ុនស៊ីណាតចឹងគាត់ថាអញសុំឲ្យផ្ទះបាញ់ណាអើយអញ្ចឹងអូខេអញ្ចឹងវារបៀបអញ្ចឹងណាបងប្អូនហើយខ្ញុំនិយាយនេះមិនស្អប់មិនស្រឡាញ់ទេណាខ្ញុំឆ្លើយនឹងសំណួរប្រិយមិត្តឲ្យយល់ណាបងប្អូនខ្ញុំសង្កេតការរៀបចំសង្គមខ្មែរនៅក្នុងសម័យដែលចូលសែនខ្ញុំសង្កេតយកចិត្តទុកដាក់អំពីសង្គមខ្ញុំអត់មានស្អប់អត់មានប្រឆាំងទេអត់មានទេខ្ញុំយកចិត្តទុកដាក់អំពីប្រវត្តិសាស្ត្រនៅសង្គមណាអាហ្នឹងវា eat feeling ចឹងហើយ eat feeling ចឹងហើយណាវា eat feeling ណាការឆ្លោះគ្នារវាងថៃនិងលោកហ៊ុនសែននេះខាតទាំងអស់អាថៃក៏ខាតខាងយើងនេះក៏ខាតទាំងអស់គ្នា